ទាំងអស់គ្នារីករាយស្វាគមន៍សាជាថ្មីនៅវីដេអូរបស់ខ្ញុំបាទពីប្រាសាទបឹងមាលាប្រាសាទបឹងមាលាមានចម្ងាយប្រមាណជា57គីឡូម៉ែត្រពីក្រុងសៀមរាបដោយយើងអាចធ្វើដំណើរទៅតាមផ្លូវជាតិលេខ6ឆ្ពោះទៅកាន់ឃុំដំដែកស្រុកសូត្រនិគមឬក៏យើងអាចចូលតាមផ្លូវពលានយន្តហោះថ្មីណាជាពីមុននៅពេលដែលអត់ទាន់មានផ្លូវហ្នឹងគឺយើងទៅដល់ផ្សារដំដែករួចយើងបត់តាមផ្សារដំដែកទៅតែម្ដងតាមផ្លូវជាតិលេខ68តែសម្រាប់ឥឡូវនេះគឺមានភាពងាយស្រួលជាងមុនដោយសារអីយើងមានផ្លូវបំបែកពលានយន្តហោះថ្មីហ្នឹងអញ្ចឹងយើងចូលតាមផ្លូវហ្នឹងទៅធ្វើដំណើររហូតទៅដល់ស្ពានអាកាសពលានយន្តហោះហ្នឹងយើងធ្វើការបត់ឆ្វេងចុះក្រោមស្ពានហ្នឹងរួចបន្តដំណើរតាមផ្លូវជាតិលេខ68ហ្នឹងទៅកាន់ស្រុកស្វាយលើឬក៏ខេត្តព្រះវិហារនោះបងប្អូននឹងទៅដល់ទីតាំងប្រាសាទបឹងមាលាជាជាងខាងសម្រាប់បរិយាកាសនៅប្រាសាទបឹងមាលានេះគឺខ្ញុំចូលចិត្តខ្លាំងមែនទែនព្រោះប្រាសាទហ៊ុំព័ទ្ធទៅដោយព្រៃឈើហើយប្រាសាទមានការបាក់បែកខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែអាជ្ញាធរគាត់បានរៀបចំជាស្ពានសម្រាប់ដើរទស្សនាប្រាសាទហ្នឹងណាអញ្ចឹងថ្មីនេះទៀតផងដែរអាជ្ញាធរទើបតែបញ្ចប់ការសាងសង់ស្ពានថ្មីដើម្បីទស្សនាប្រាសាទហ្នឹងការដែលខ្ញុំទៅនេះគឺកំឡុងពេលខែ10ឆ្នាំ2025ជារដូវវស្សាដោយបងប្អូនបានឃើញអញ្ចឹងគឺបរិវេណប្រាសាទគឺមានពណ៌បៃតងស្រស់តែម្ដងដោយសារតែដុំថ្មnohស្លែស្លឹកឈើលាស់ត្រួយខ្ចីល្អមែនតើហើយបរិយាកាសនៅទីនេះគឺត្រជាក់បងប្អូនទោះបីយើងទៅខែប្រាំងក៏ដោយក៏នៅតែត្រជាក់ដែរដោយសារអីប្រាសាទទាំងមូលគឺរុំព័ទ្ធទៅដោយព្រៃព្រឹក្សាតែម្ដងហើយយើងដើរលើស្ពានដែលគេសាងសង់ខ្ពស់ពីលើប្រាសាទហ្នឹងយើងអាចមើលឃើញទិដ្ឋភាពទាំងមូលនៃប្រាសាទហ្នឹងតែម្ដងហើយការដើរលើស្ពាននេះគេសោកផ្ដល់អារម្មណ៍មួយពិសេសដែលថាអីប្រាសាទធម្មតាយើងដើរចូលតាមផ្លូវចាស់របស់ប្រាសាទយើងដើរខាងក្រោមឬគៀនអញ្ចឹងណាតែនៅទីនេះគឺយើងដើរលើស្ពានឈើដែលគេសង់ពីលើខ្ពស់អញ្ចឹងយើងអាចមើលឃើញទិដ្ឋភាពទូទៅបានទូលាយហើយបរិយាកាសគឺស្រស់ស្អាតហើយសំឡេងសត្វសំឡេងធម្មជាតិគឺអស្ចារ្យមែនទែនខ្ញុំចូលចិត្តទៅទីនេះបងប្អូនហើយបាត់ទៅយ៉ាងឆ្ងាយក៏ប៉ុន្តែវាមិនឆ្ងាយពេកយើងអាចធ្វើដំណើរទៅវិលល្ងាចបានអញ្ចឹងណាហើយឬក៏យើងអាចភ្ជាប់ទៅលេងជាមួយនឹងភ្នំគូលែនឬក៏ប្រាសាទកោះកេរជាធម្មតាប្រាសាទនេះគឺយើងអាចចូលទៅបានពីច្រកពីមុនណាច្រកដែលពេញនិយមជាងគេឬក៏គេស្គាល់ច្រើនជាងគេគឺច្រកខាងត្បូងហើយต่อមកគឺច្រកខាងលិចក៏ប៉ុន្តែថ្មីនេះផងដែរអាជ្ញាធរក៏បានបញ្ចប់ការស្ថាបនាជួសជុលឡើងវិញនៅច្រកខាងកើតហើយច្រកខាងកើតនេះគឺកម្រមានបងប្អូនយើងស្គាល់ណាក៏ប៉ុន្តែបរិយាកាសច្រកខាងកើតនេះគឺល្អខ្លាំងមែនទែនតែម្ដងហើយស្រស់ស្អាតស្ងប់ស្ងាត់ជាពិសេសគឺស្ងប់ស្ងាត់បងប្អូនយើងដើរទៅមានអារម្មណ៍ថាយើងឆ្លងកាត់ស្ពានហាលថ្មីមួយដែលអាជ្ញាធរទើបតែជួសជុលឡើងវិញណាបន្ទាប់មកគឺយើងចូលទៅដល់ក្នុងព្រៃស្ងាត់តែម្ដងផ្លូវដើរហ្នឹងអបទៅដល់ដើមឈើធំសំឡេងសត្វយំទៅហឹងពេញព្រៃតែម្ដងបន្ទាប់មកបានយើងដើរទៅដល់តួប្រាសាទណាតែវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីច្រកខាងកើតដែលច្រកថ្មីដែលអាជ្ញាធរទើបតែជួសជុលហើយបញ្ចប់ការជួសជុលនិងបើកឲ្យចូលទស្សនាណា
បានបងប្អូនអរគ្នាដោយដែលបងប្អូនបានទស្សនាតាមរយៈវីដេអូនេះអញ្ចឹងគឺឃើញថាបរិយាកាសក្នុងប្រាសាទនេះគឺស្រស់ស្អាតនិងខ្ញុំអត់ដឹងថាត្រូវពាក្យអ្វីយកមកពិពណ៌នាឲ្យស័ក្តិសមនឹងបរិយាកាសឬទស្សនវិជ្ជាជាក់ស្ដែងណាគ្រប់ពេលជាពិសេសខែវស្សាក៏ឲ្យតែខ្ញុំទៅគឺខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយមែនទែននៅទីនេះគឺយើងដើរលេងប្រាសាទនៅក្នុងព្រៃហើយមានបរិយាកាសត្រជាក់សត្វយំជាពិសេសសត្វស្លាបហ្នឹងគឺយំទៅហឹងពេញប្រាសាទតែម្ដងហើយយើងដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងគឺថាការទស្សនាប្រាសាទរបស់យើងគឺយើងដើរតាមស្ពានដែលអាជ្ញាធរគាត់បានរៀបចំជាវងទស្សនាឲ្យយើងណាអញ្ចឹងគឺយើងអាចមើលឃើញប្រាសាទនេះគ្រប់ជ្រុងជ្រោយតែម្ដងហើយបរិយាកាសនៅទីនេះទៀតសក់គឺត្រជាក់ខ្លាំងមែនតើហើយស្រស់ស្រាយហើយជាទូទៅបន្ទាប់ពីយើងដើរលេងក្នុងបរិវេណនេះហើយនឹងទៅកាន់ច្រកមួយទៀតដែលពួកខ្ញុំតែនាំនិយាយថាច្រកឆ្លងភពណាព្រោះយើងត្រូវដើររូបខាងលើតួប៉មប្រាសាទហ្នឹងហើយយើងដើរចុះទៅខាងក្រោមជាបន្ទប់ងងឹតបន្ទាប់ពីទីតាំងនេះទៅគឺពួកខ្ញុំនឹងត្រូវដើរត្រឡប់មកវិញចូលច្រកងងឹតហ្នឹងណាបន្ទាប់ពីចូលច្រកងងឹតហ្នឹងហើយយើងសັບតដើរនៅក្នុងច្រកងងឹតសុកយើងចេញមកវិញឃើញបរិយាកាសអស្ចារ្យមួយទៀតដែលថាយើងនឹកស្មានអត់ដល់អញ្ចឹងការទស្សនានៅទីនេះគឺមានលក្ខណៈពិសេសខ្លាំងមែនតើ
បាទដោយបញ្ជាក់មុននឹងអញ្ចឹងថាគឺយើងនឹងត្រូវដើរឆ្លងបន្ទប់សម្ងាត់មកវិញណាលេងចាក់ដើរចុះទៅបងប្អូនគ្នាចឹងនៅពេលដែលដើរទៅទីនេះតើតបើក flash ទូរស័ព្ទឬបើកពិលណាព្រោះអញ្ចឹងវានឹងជាពប់ជើងបាទឥឡូវយើងធ្វើការចេញពីបន្ទប់សម្ងាត់ដើម្បីទៅទស្សនាទិដ្ឋភាពថ្មីមួយដ៏អស្ចារ្យនៅពីខាងក្រៅនៃប្រាសាទបឹងមាលាហើយខ្ញុំនឹងស្កប់វីដេអូនេះត្រឹមនេះផងដែរយើងជួបគ្នានៅវីដេអូថ្មីក្រោយមួយទៀតខ្ញុំនឹងធ្វើការបង្ហាញពីទីតាំងនេះផ្ទាល់រហូតដល់ច្រកខាងកើតតែម្ដងដែលជាច្រកថ្មីដែលគេទើបតែធ្វើការជួសជុលហើយណាអញ្ចឹងអរគុណជម្រាបលាបាយបាយいくらあるといくらにしたい。ここ見たらね、800円。